มันខុសពីអនាគតស្វាមីរបស់ខ្ញុំមែនពិតជាខ្លាំងមែនលីនហ្វានស្នៀតចាក់ភ្នែកជន់ចន្ទើខ្លាយជាក្បាច់បិទបំក្បាច់វីបន្តប្រាប់សង្ហាណាស់តើអាចបង្រៀនខ្ញុំបានទេបានតើពិតមែនណាឲ្យតែអញយល់ព្រមធ្វើជាដៃគូជាមួយខ្ញុំ Fener ហេតុអ្វីបានជាឯងស្រាប់តែខ្លាំងពូកែយ៉ាងនេះអូលើកនេះខ្ញុំទៅប៉ាក់យ៉ាងឈិនដោយសំណាងក៏បានជួបប្រទះរឿងចម្លែកខ្លះទោះបីជាយ៉ាងណាក៏ដោយអញក៏មិនគួរមានចរិតឆេវឆាវបែបនេះដែរលោកពុកមិនបាច់បារម្ភទេអណ្ដាតចាស់ទាំង3ក្បាលនោះខ្ញុំមិនខ្លាចបន្តិចណាឡើយឯងមិនយល់ទេឬដ៏ពិតប្រាកដរបស់ត្រកូលយ៉ៅមិនមែននៅទីក្រុងសេហ្វឹងឡើយគឺស្ថិតនៅទីក្រុងវ៉ូដេឯណោះទីក្រុងវ៉ូដេមិនអន់ទេតែឯងដឹងទេមហាសន្និបាតកម្ពុជាអ្នកខ្លាំងដងឆៅខ្ញុំដឹងថារាល់ពេលមានមហាសន្និបាតកម្ពុជាអ្នកខ្លាំងទូទាំងតំបន់កម្ពុជាអ្នកខ្លាំងចំនួនក្រោយទាំងអស់នឹងមកជួបជុំគ្នានៅទីក្រុងវ៉ូដេឲ្យតែអាចដណ្ដើមបានចំណាត់ថ្នាក់លេខមិនត្រឹមតែអាចចូលទៅក្នុងឃ្លាំងទ្របដេកជ្រើសរើសអាវុធទីភ្លុំដាប់ឋានស៊ូកមួយតាមចិត្តថែមទាំងអាចឲ្យអធិរាជសឹកបំពេញបំណងប្រាថ្នាចុះរឿងនេះវាពាក់ព័ន្ធអ្វីជាមួយត្រកូលយ៉ៅរ៉ាវឈៀនឡងមានដួងព្រលឹងនិងសមត្ថភាពខ្លាំងក្លាត្រូវបានគ្រូជាតិដេឈៀនទទួលយកធ្វើជាកូនសិស្សផ្ទាល់តាំងពីយូរមកហើយគេគឺជាបេក្ខភាពឆ្នាំបំផុតសម្រាប់ការគ្រងតំណែងជើងឯកលើកនេះម្នាក់ក្នុងចំណោមបេក្ខជនបន្តិចទៀតឲ្យតែទទួលបានចំណាត់ថ្នាក់លេខ1និងអាចឲ្យអធិរាជក្បាច់គុណបំពេញបំណងប្រាថ្នាមួយបានអធិរាជក្បាច់គុណគឺជាប្រសិនបើខ្ញុំអាចស្បត់ជាបងតែកម្លាំងរបស់ខ្ញុំមិនកើនឡើងយ៉ាងរហ័សតាមរយៈកម្លាំងរបស់យ៉ាវឈៀនឡងទោះបីជាលើកនេះមិនបានលេខ1ក្នុងមហាសន្និបាតអ្នកខ្លាំងក៏ដោយក៏នឹងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ដេឆៃនដល់ពេលនោះគេប្រកាសជាមិនលើកលែងឲ្យគ្រូសាលេនរបស់យើងទេលោកពូកុំបារម្ភអីដល់ពេលនោះណាខ្ញុំនឹងឲ្យមេតាអញ្ចឹងរីកសាមិនថាជានាគស្អីគេនោះទេត្រូវតែស្លាប់ទាំងអស់មិនដឹងថាកញ្ញាគឺជាខ្ញុំគឺជាព្រះនាងទី7នៃដេឆៃនជីគឺជាខ្ញុំនឹងហើយនាងគឺជាព្រះនាងដែលឆៃមែនទេនាងជាព្រះនាងស្អីទៅលោកប៉ាកុំខ្វល់ពីនាងអីពួកក្បាលនាងមិនសូវស្រួលទេអញទេដែលមិនស្រួលនោះឈិនលេងឌូសុំក្រាបបង្គំគាល់ព្រះនាងមិនមែនទេលោកប៉ាតើលោកប៉ាសំពះនាងធ្វើអីលោកពូឆាប់ក្រោកឡើងហៅខ្ញុំថាជីបានហើយចាំពេលខ្ញុំរៀបការជាមួយបងលេនហ្វេនហើយពួកយើងនឹងក្លាយជាគ្រួសារតែមួយបាទអ្នកណាទៅចង់រៀបការជាមួយនាងនោះរៀបការពួកឯងនឹងហ៊ីងហ្វានមកនេះភ្លាមលោកប៉ាកុំស្ដាប់គាត់និយាយផ្ដេសផ្ដាសខ្ញុំមិនដែលស្គាល់គេច្បាស់ទេប៉ាយោប៉ាក៏ធ្លាប់ឆ្លងកាត់រឿងបែបនេះដែរទុយទៅវិញប៉ុន្មានឆ្នាំនេះលីនជាប្រណីដល់ឯងមិនតិចទេមែនទេមិនត្រឹមតែប្រណីធម្មតាទេស្ទើរតែធ្វើឲ្យខ្ញុំខូចអស់ទៅហើយឥឡូវគ្រួសារមានគ្រោះអាសន្នតើឯងសុខចិត្តលះបង់ដើម្បីគ្រួសារដែរឬទេឲ្យតែលោកប៉ាបញ្ជាមកទោះបីជាត្រូវលះបង់ជីវិតក៏ដាច់ខាតមនុស្សឧត្តមល្អប៉ាបញ្ជាឲ្យឯងរៀបការជាមួយឈីនជីភ្លាមរៀបការលោកប៉ាកុំមកលេងសើចអ្នកណាមានពេលមកលេងសើចជាមួយឯងមើលចុះនេះជាអ្វីអូហូគូបានស្អាតណាស់តើលោកប៉ាមានសមត្ថភាពបែបនេះដែរអ្នកនិពន្ធរឿងនេះជាសារសម្ងាត់ដែលផ្ញើមកពីទីក្រុងអ៊ូទីប៉ាចង់មានន័យថាក្មេងស្រីម្នាក់នេះពិតជាព្រះនាងមែនអីព្រះនាងទី7អង្គនេះត្រូវបានព្រះមហាក្សត្រសពព្រះរាជហឫបើឯងអាចរៀបការជាមួយនាងបាទវិបត្តិដែលគ្រួសារលីនយើងកំពុងជួបនឹងត្រូវបានដោះស្រាយភ្លាមមិនមែនទេលោកប៉ាជួយខ្ញុំទៅខ្ញុំមានវិធីដោះស្រាយវិបត្តិគ្រួសារយើងបានមិនហើយរៀបការទៅគឺដោះស្រាយបានហើយខ្ញុំមិនមែនចង់និយាយពីវិធីបែបហ្នឹងទេតើប្រភេទណានោះខ្ញុំនឹងទៅកាន់ទីក្រុងអធិរាជក្បាច់គុកដើម្បីចូលរួមមហាសន្និបាតកម្ពុជាអ្នកខ្លាំងឯងចង់ចូលរួមមហាសន្និបាតកម្ពុជាអ្នកខ្លាំងត្រឹមត្រូវហើយចាំពេលខ្ញុំបានលេខ1ខ្ញុំនឹងសុំឲ្យអធិរាជក្បាច់គុណស្បត់ជាបើបានផលទ្វេដងតែម្ដងមិនកាន់តែល្អទេអីពិតមែនហើយប្អូនប្រុស